ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការចេញ credit note ទៅឲ្យអតិថិជនដែលជាទូទៅគឺយើងប្រើ customer credit note នៅពេលដែលយើងធ្វើការ discount ទៅឲ្យអតិថិជនបន្ទាប់ពីចេញ invoice រួចឬមួយទៀតអាចជាយើងចេញ invoice ច្រឡំហើយលើសនៅទឹកប្រាក់ដែលត្រូវបង់អញ្ចឹងបានជាយើងត្រូវធ្វើ credit note ដើម្បីកាត់កងទឹកប្រាក់នោះចេញពី invoice ដូច្នេះនៅក្នុងការកត់ត្រាគឺយើងត្រូវចូលទៅក្នុងមុខងារ customer បន្ទាប់មកចុចលើពាក្យថា customer credit note ហើយចុច new ដោយជាដំបូងយើងត្រូវរើសនៅឈ្មោះអតិថិជនរួចចុចសញ្ញាបូកនៅត្រង់នេះដើម្បីរើសនៅ account ការរើ account នឹងដែរបើសិនជាក្នុងករណីហ្នឹងគឺយើងធ្វើការ discount ទៅឲ្យអតិថិជនអញ្ចឹងយើងអាចចាប់ជា discount allowance ឬមួយវិញទៀតបើសិនជាក្នុងករណីយើងធ្វើ credit note ហ្នឹងដោយសារតែយើងចេញ invoice ច្រឡំហើយលើសនៅ amount ដែលត្រូវបង់អញ្ចឹងយើងអាចចាប់នៅ account return invert បានបន្ទាប់ពីចាប់នៅ account រួចយើងដាក់នៅ amount ដែលត្រូវកាត់ហើយបើសិនជា invoice មាន VAT ក៏យើងអាចរើស VAT នៅកន្លែងនេះបន្តមកទៀត attach ជាមួយនឹង invoice ដែលត្រូវកាត់រួចធ្វើការដាក់ជា description ដាក់ថ្ងៃខែនិងចុច save ជាការស្រេចហើយបើសិនជាចង់ដឹងថាយើងកាត់ត្រូវឬមួយក៏អត់យើងអាចត្រឡប់មកមើល invoice របស់យើងវិញអញ្ចឹងនេះគឺជា invoice ដែលយើងបានកាត់មុនហ្នឹងដែលបង្ហាញថា amount នៅលើ invoice គឺ$200ហើយ amount outstanding នេះគឺជា amount ដែលនៅសល់ដែលអតិថិជនត្រូវបង់មកឲ្យយើងជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ